ប្រាសាទបន្ទាយស្រីជាប្រាសាទមួយដែលមានក្បាច់រចនាយ៉ាងស្រស់ឆើតឆាយមានសន្តិភាពល្វិលបងល្អិតឆ្មាស្រស់រូតវិចដែលមើលទៅគួរឲ្យនឹកគិតអប់មានក្តីសង្ស័យថាទេវតានេះមិនមកសិល្បៈក្បាច់មួយទងដែលវិលវងមូលក្រឡងអាយទាញភ្នែកគយគុណមើលម្ដងហើយម្ដងទៀតមកភក់យកមកសាងសង់ប្រាសាទនេះគឺជាថ្មប្រានៅតំបន់អង្គរគេយកមកពីជើងភ្នំគូលែនដែលស្ថិតនៅរវាងប្រមាណ30គីឡូម៉ែត្រពីឧទ្យានបុរាណគេឃើញមានកន្លែងយកថ្មផ្សេងជាអាតនៅខាងជើងប្រាសាទបេងមេលាទេក៏ប្រទះឃើញខ្លះដែលកន្លែងមានថ្មពណ៌ផ្កាឈូកនេះតែមានសមាសភាពលម្អិតនៃថ្មនោះមិនដូចថ្មនៅបន្ទាយស្រីឡើយពងរៀបជួរភ្នំគូលែននៅមានស្រទាប់ផ្នែកខាងលើមានថ្មពណ៌ផ្កាឈូកកម្រាស់ប្រមាណ20ម៉ែត្រថ្មនេះហើយដែលគេយកមកសាងសង់ប្រាសាទបន្ទាយស្រីគឺមានទីតាំងស្ថិតនៅក្បែរភ្នំដីដែលមានទីតាំងស្ថិតនៅក្បែរប្រាសាទបន្ទាយស្រីនេះចំណែកថ្មបាយក្រៀមក៏បានយកពីទីតាំងក្បែរនោះផងដែរប្រាសាទបន្ទាយស្រីត្រូវបានចុះបញ្ជីបេតិកភណ្ឌដល់អ្នកអភិរក្សជនជាតិបារាំងនៅឆ្នាំ1916ហើយចាប់ពីឆ្នាំ1924បកសាលាបារាំងចុងបូព៌ាបានធ្វើការត្រួសត្រាយព្រៃនិងចាប់ផ្ដើមធ្វើការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់នៅឆ្នាំ1931ដល់1936ការជួសជុលលើកដំបូងតាមបច្ចេកទេសអាណាស្ទីឡូដឹកនាំដល់លោកខេនីមកកាលដល់យកលំនាំតាមការជួសជុលប្រាសាទបានណានក៏ជ្រៀតកណ្ដាលនៃប្រទេសឥណ្ឌូនេស៊ីការជួសជុលពេលនោះគឺធ្វើឡើងទៅលើប្រាសាទកណ្ដាលនិងរចនាសម្ព័ន្ធខ្លះៗតែនៅមានរចនាសម្ព័ន្ធជាច្រើនទៀតដែលមិនទាន់បានជួសជុលហើយទាមទារការអភិរក្សជួសជុលជាបន្តទៀតពីឆ្នាំ1994បងអាជ្ញាធរជាតិអាសរាដែលមានភារកិច្ចថែរក្សាគ្រប់គ្រងរៀបចំតំបន់រមណីយដ្ឋានអង្គរក៏បានធ្វើការជួសជុលនិងអភិរក្សប្រាសាទបន្ទាយស្រីដល់អ្នកជំនាញខ្មែរដូចជារៀបចំគំនិតថ្មទឹកផ្ទាំងហើយជាងដែលធ្លាក់រប៉ាត់របាយឲ្យមានរៀបរយជួសជុលខ្លងទ្វារបោស្មៅលើប្រាសាទថែរក្សាបរិស្ថានជាដើមលើពីនេះក៏បានរៀបចំទិដៅទស្សនាអាហារដ្ឋានកន្លែងលក់ដូរចំណតយានយន្តគ្រប់ប្រភេទឲ្យមានសណ្ដាប់ធ្នាប់ល្អហាក់បញ្ចូលទទួលភ្ញៀវកន្លែងសង្គ្រោះបឋមដើម្បីផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរនិងបង្កើតក្រុមប្រតិបត្តិអង្គរឲ្យភ្ញៀវគោរពតាមផងដែរលើពីនេះទៅទៀតក៏មានផ្លូវខ្វាត់ខ្វែងអមដោយទេសភាពពណ៌បៃតងស្រស់បំព្រងនារដូវវស្សាប្រជាគួរឲ្យគយគន់និងផ្ដិតយករូបភាព